รถยนต์ Xpander นั้นត្រូវបានបំពាក់មកជាមួយនឹងកាមេរ៉ាចំនួន12គ្រាប់ជុំវិញរថយន្តតើប្រព័ន្ធសុវត្ថិភាពរបស់រថយន្ត Xpander นั้นមានអ្វីពិសេសខ្លះតោះនាងខ្ញុំសូមធ្វើការបង្ហាញជូនដូចតទៅសម្រាប់ប្រព័ន្ធកាមេរ៉ារបស់ X นั้นគឺអាចបង្ហាញរូបភាពភ្លឺច្បាស់មួយជុំរថយន្តតែម្ដងហើយអ្វីដែលជាលក្ខណៈពិសេសនោះគឺយើងអាចមើលបានបែប 3D ដែលអាចពង្វល់មើលឧបសគ្គមួយជុំរថយន្តតែម្ដងមកទាំងអស់គ្នាហើយសម្រាប់កាមេរ៉ាទាំងអស់របស់ X9 របស់យើងគឺអាចធ្វើការ record បានទៀតគឺយើងអាចធ្វើការ record មួយជុំរថយន្តតែម្ដងហើយអ្វីដែលពិសេសនៅពេលដែលបងប្អូនទាំងអស់គ្នាធ្វើការចតរថយន្តចោលក៏អាចធ្វើការ record បានដែរដោយសារតាឡានរបស់យើងគឺមានជាមួយនឹងកន្លែង record ស្រាប់ដោយបងប្អូនទាំងអស់គ្នាគ្រាន់តែដក memory នៅខាងក្រោមនេះទេបងហើយមិនត្រឹមតែប៉ុណ្ណោះទេនៅខាងក្នុងរថយន្តយើងក៏មានជាមួយនឹងកាមេរ៉ាដែរដែលមានមុខងារ AI អាចកំណត់សម្គាល់ទឹកមុខរបស់អ្នកបើកបរបានអញ្ចឹងកាមេរ៉ានេះអាចដឹងថាយើងកំពុងបើកបរនៅក្នុងសភាពអស់កម្លាំងនៅហត់ឬមួយក៏ងងុយគេងអីកាមេរ៉ានោះនឹងធ្វើការរំលឹកបង្ហាញយើងឲ្យចូលសម្រាប់សិនហើយលើពីនេះនៅពេលដែលអ្នកបើកបរគាត់អត់សូវផ្ដោតអារម្មណ៍មើលផ្លូវគាត់ដូចជាចុចទូរស័ព្ទច្រើននៅពេលកំពុងបើកបរឬមួយក៏គាត់កលេចមើលកន្លែងផ្សេងច្រើនជាងមើលផ្លូវកាមេរ៉ានេះក៏នឹងធ្វើការបង្ហាញរំលឹកគាត់ដែរនេះជាមុខងារពិសេសមួយក្នុងចំណោមមុខងារពិសេសដទៃរបស់រថយន្ត Xpander X9 លោកអ្នកអាចមកទស្សនាមុខងារដទៃជាច្រើនទៀតដោយផ្ទាល់នៅ showroom របស់ Xpander ដែលស្ថិតនៅតាមបណ្ដោយផ្លូវ60 ម៉ែត្រនាងខ្ញុំនៅទីនេះរងចាំស្វាគមន៍លោកអ្នក